ឧបសគ្គជីវិតធម្មជាតិបានបង្កើតឲ្យមានអ្វីៗគ្រប់យ៉ាងនៅលើផែនដីក្នុងនោះមានមនុស្សសត្វរុក្ខជាតិជ្រោះជ្រងចលងដងអូសមុទ្រភ្នំវាលខ្សាច់និងកន្លែងធម្មជាតិដ៏ស្រស់ស្អាតជាច្រើនរាប់មិនអស់អ្វីៗទាំងអស់តែងមានរនាំងរាំងនៅដំណើរជីវិតរបស់ពួកវាគ្រប់គ្នាមិនចំពោះតែមនុស្សគ្មានអ្វីមួយដែលមិនមានឧបសគ្គកើតឡើងចំពោះខ្លួននោះទេមនុស្សគ្រប់គ្នាសុទ្ធតែមានប្រាថ្នាចង់បាននូវសេចក្តីសុខចំពោះខ្លួននិងក្រុមគ្រួសារជានិច្ចគ្មាននរណាម្នាក់ប្រាថ្នាចង់បាននូវសេចក្តីទុក្ខនោះទេប៉ុន្តែការប្រាថ្នាទាំងនោះសួរថាតើអាចមានដូចបំណងដែរឬទេចម្លើយគឺវាមិនអាចឡើយតែបិទយើងគ្រប់គ្នាដែលកើតមកគឺមានសេចក្តីទុក្ខជាប់គ្នាស្រាប់ទៅហើយតែទុក្ខដែលធំបំផុតគឺទុក្ខដែលកើតអំពីខណ្ឌការរស់នៅនេះឯងជីវិតតែមានឧបសគ្គមានសេចក្តីទុក្ខចំពោះខ្លួនជានិច្ចគ្មាននរណាម្នាក់ដែលមិនមានសេចក្តីទុក្ខនោះទេមិនថាស្ដេចមន្ត្រីកាបតីឬប្រជារាស្ត្រនោះឡើយគឺតែងតែមានទុក្ខដូចគ្នាគ្រាន់តែតិចនិងច្រើនប៉ុណ្ណោះសេចក្តីទុក្ខក្នុងលោកនេះមានពីរប្រភេទគឺសាធារណទុក្ខនិងអសាធារណទុក្ខដែលពុទ្ធជនដែលក្រាស់ដោយកិលេសគឺមានទុក្ខទាំងពីរនេះចំណែកឯព្រះអរហន្តបុគ្គលដែលប្រាជ្ញាពីកិលេសគឺមានតែសាធារណទុក្ខដែលកើតឡើងតាមផ្លូវកាយប៉ុណ្ណោះពេលជីវិតរបស់អ្នកជួបឧបសគ្គដែលពិបាកក្នុងការដោះស្រាយឬបរាជ័យលើរឿងទាំងឡាយដែលអ្នកប្រាថ្នាសូមអ្នកកុំបោះបង់វាត្រូវប្រឹងប្រែងព្យាយាមឡើងលើកទី1មិនជោគជ័យនៅមានលើកទី2ដរាបណាពេលវេលានៅមានអ្នកកុំបោះបង់នៅក្តីសម័យរបស់អ្នកឡើយអ្នកមានចាំទេថាកាលពីនៅតូចអ្នកបានរៀនដើរហើយងើបងាកដួលតែអ្នកមិនបានបោះបង់នៅឆន្ទៈក្នុងការចេះដើរនោះឡើយអ្នកប្រឹងប្រែងព្យាយាមអត់ធ្មត់យ៉ាងខ្លាំងរហូតដល់ចេះដើរថែមទាំងរត់បានទៀតផងចុះហេតុអ្វីបានមកដល់ពេលនេះគ្រាន់តែបរាជ័យម្ដងឬពីរដងមិនដេចក៏អ្នកត្រូវបោះបង់កុំងាយចោះចាញ់បញ្ហានឹងឡើយនៅពេលដែលអ្នកមានបញ្ហាក្នុងជីវិតសូមអ្នកកុំគេចវេះឡើយអ្នកត្រូវក្លាហានរឹងមាំហ៊ានប្រឈមមុខនឹងបញ្ហាដែលកើតមានហើយញញឹមរីករាយក្នុងការបញ្ចប់វាឲ្យរសាយចេញពីជីវិតរបស់អ្នកប៉ុន្តែមានមនុស្សខ្លះពេលដែលពួកគេជួបបញ្ហាគឺពួកគេខ្លាចរអាមិនហ៊ានប្រឈមមុខនោះទេអ្នកត្រូវចាំថាមនុស្សដែលគេចវេះនិងមិនហ៊ានប្រឈមមុខដោះស្រាយនៅបញ្ហាគឺជាមនុស្សដែលកំសាន្តហើយការធ្វើដូច្នេះបញ្ហាក៏វាមិនបានបាត់រសាត់ទៅណាដែរជួនកាលអាចធ្ងន់ធ្ងរស្រោចស្រង់លែងបានទៀតផងម្យ៉ាងទៀតអ្នកខ្លះគ្រាដែលពួកគេជួបបញ្ហាតែងតែយកស្រាមកដោះស្រាយដោយគិតថាផឹកស្រាបំភ្លេចទុក្ខផឹកស្រាដើម្បីកុំឲ្យចិត្តគិតពីបញ្ហាច្រើនពេកមែនហើយជួនកាលវាក៏អាចជួយឲ្យយើងបំភ្លេចទុក្ខកង្វល់ដែលកើតឡើងបានខ្លះដែរប៉ុន្តែអ្វីដែលយើងត្រូវដឹងនោះគឺយើងអាចស្រវឹងរហូតទេតើបញ្ហាទាំងនោះពិតជារស័យបាត់ដោយគ្រាន់តែធ្វើបែបនេះមែនទេប្រហែលជាមិនអាចទេនៅពេលដែលយើងស្វាងវានឹងនៅតែដដែលហើយវាកាន់តែបន្ថែមសេចក្តីទុក្ខដល់យើងកាន់តែច្រើនថែមម្យ៉ាងមនុស្សខ្លះទៀតនៅពេលដែលជួបបញ្ហាច្រើនពេកបែរជាធ្វើអ្វីផ្ដេសផ្ដាសដូចជាចង់សម្លាប់ខ្លួនជាដើមត្រូវដឹងថាអ្នកដែលសម្លាប់ខ្លួនគឺដោះស្រាយបញ្ហាមិនខុសពីមនុស្សដែលចង់បណ្ដេញសត្វកណ្ដុរចេញពីផ្ទះដោយមិនបានរកវិធីដេញវាចេញដោយរបៀបណាទេតែបែរជាដុតផ្ទះដើម្បីដេញវាទៅវិញនោះនេះគឺជាទង្វើដែលឆោតល្ងង់បំផុតយ៉ាងណាមិញយើងក៏ដឹងដូចគ្នាដែរថាប្រសិនបើជីវិតរបស់យើងជួបបញ្ហាត្រូវរៀនដោះស្រាយវាឲ្យឆាប់រួចរាល់មិនត្រូវមកអង្គុយកើតទុក្ខដោយគិតថាហេតុអ្វីជីវិតខ្ញុំជួបបញ្ហាច្រើនម្ល៉េះហេតុអ្វីជីវិតខ្ញុំមានទុក្ខច្រើនម្ល៉េះនោះឡើយព្រោះការដែលមានជីវិតគឺតែងតែមានបញ្ហាមិនចេះចប់នោះទេប្រសិនបើអ្នកមិនអាចឆ្លងកាត់ឧបសគ្គនេះបានធ្វើមិនដេចនឹងអាចឆ្លងកាត់ឧបសគ្គដទៃទៀតដែលមាននៅខាងមុខទៀតបាទចូលព្យាយាមប្រយុទ្ធនឹងឧបសគ្គជីវិតកុំរាថយខ្លោបខ្លាចចំពោះវាឡើយ